នៅសម័យមុនមានក្រពើមួយរស់នៅក្នុងទន្លេធំហើយវាមានមិត្តសុខស្រួលម្នាក់ឈ្មោះថាទន្សាយទាំងពីររស់នៅក្បែរទន្លេហើយជាអ្នកព្រមគ្នានិយាយលេងរៀងរាល់ថ្ងៃក្រពើមិនធ្លាប់បានញ៉ាំសាច់ទន្សាយនោះទេប៉ុន្តែភរិយារបស់វាចង់ញ៉ាំបេះដូងទន្សាយនាងបានស្នើសុំឲ្យក្រពើនាំទន្សាយទៅផ្ទះដើម្បីយកបេះដូងវាមកឲ្យនាងញ៉ាំក្រពើសុំឲ្យទន្សាយជិះលើក្នុងខ្លួនហើយនាំវាឆ្លងទន្លេនៅពាក់កណ្ដាលទន្លេក្រពើប្រាប់ទន្សាយថាវាចង់យកបេះដូងរបស់វាឲ្យភរិយាទន្សាយគួរឲ្យខ្លាចណាស់ប៉ុន្តែវាឆ្លាតបំផុតវាប្រាប់ក្រពើថាអូនសុំអភ័យបេះដូងរបស់ខ្ញុំទុកនៅលើដើមឈើជាប់ផ្ទះបើបងចង់វាសូមនាំខ្ញុំត្រឡប់ទៅយកសិនក្រពើល្ងងជឿតែម្ដងហើយនាំទន្សាយត្រឡប់ទៅកន្លែងចាប់ផ្ដើមនៅពេលដល់មកដូចជាគេរំពឹងទន្សាយលោតចេញពីក្នុងក្រពើហើយហើរទៅលាក់លាន់លៀងលើដើមឈើវាស្រក់ស្នាមញឹមហើយហែកថាបេះដូងអ្វីដែលនាំយកចេញពីខ្លួនបានបេះដូងនៅក្នុងខ្លួនយើងហើយបងក្រពើភ្លេចខ្លួននឹងអាម៉ាស់ណាស់ដែលខ្លួនឯងឈួតជឿលើពាក្យនៃទន្សាយពីថ្ងៃនោះមកក្រពើនិងទន្សាយមិនបានជាមិត្តគ្នាទៀតឡើយ